Dạng mạch bạn ấy trâu hả vẫn mơ ở ai chui cực nhom mơ tăng vì chân tôi mà đo cho nam nên xong ban phân là hơi xẹp o bọc bích ngay o linh nghe so lại thế mà thà xong ngày đâu cực nhang mấy miền phiêu nhớ xong xong tại thân xa con anh đi chui thôi o linh ơi ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការកបាតក្រហមកម្ពុជាដែលជាស្ថាប័នមនុស្សធម៌មួយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិក៏ដូចជាភ្លើងឆេះបានចូលរួមជួយសង្គ្រោះយ៉ាងទាន់ពេលវេលាបំផុតក្នុងគណៈដែលប្រជាពលរដ្ឋជួបវិបត្តិឯកឧត្តមអ៊ុយសំអាតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃការកបាតក្រហមកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចែកអំណោយជនរងគ្រោះដែលរងគ្រោះដោយអគ្គិភ័យនៅផ្សារទូសង្កែថានេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានការកបាតក្រហមកម្ពុជាដែលលោកតែងតែគិតគូរជានិច្ចនៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នការដែលយើងឆ្លើយតបបានតាន់ពេលវេលានេះគឺអាស្រ័យដោយការយើងមានការត្រៀមបំរុងទី2គឺយើងមានកម្មវិធីគេថាការផ្ដល់ព័ត៌មានជាមុនបានស្ដីថានៅមូលដ្ឋានកាកបាទក្រហមកម្ពុជាមានសាខាមានអនុសាខានិងមានក្រុមកាកបាទក្រហមរបស់ខ្លួននៅតាមភូមិឃុំនៅតាមខេត្តក្រុងនៅថ្នាក់កណ្ដាលជាដើមឡាអញ្ចឹងកាកបាទក្រហមកម្ពុជាហើយ2-3 ឆ្នាំកន្លងមកហើយលោកជំទាវកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនលោកបានរៀបចំយុទ្ធសាស្ត្រមួយហៅថាយុទ្ធសាស្ត្រវិមជ្ឈការអញ្ចឹងហើយស្ថាប័នឬក៏កាកបាទក្រហមនៅតាមបណ្ដាសាខាអនុសាខានិងក្រុមកាកបាទក្រហមនេះគឺបានត្រៀមបំរុងចនិចនៅស្តុកនិងកម្លាំងធនធានមនុស្សសម្រាប់ធ្វើការឆ្លើយតបអ្នកទាំងអស់នោះគឺគ្មានអ្នកណាក្រៅពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក៏ដូចជាយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជាទេហើយគ្រាន់តែមានលោកចៅមេខណ្ឌអនុខណ្ឌហើយចៅសកាត់រងចតុបទី1ចតុបទី2ជាអ្នកដឹកនាំហើយកម្លាំងសម្រាប់ប្រតិបត្តិការក្នុងការឆ្លើយតបឬក៏អន្តរាគមន៍ផ្សេងគឺភាគច្រើនគឺជាអ្នកស្ម័គ្រចិត្តហើយនិងយុវជនកាកបាទក្រហមនេះគឺជាលទ្ធភាពនិងយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជាក្មួយបានដោយបានជ្រាបហើយថា2ម៉ោងពេលម៉ោង2កន្លះពេលថ្ងៃ23គឺថាមានភ្លើងឆាបឆេះហើយឆាបឆេះក្នុងទីផ្សារហើយនៅក្នុងទីផ្សារក្មួយជ្រាបស្រាប់ហើយថាបើសិនជាគ្មានកម្លាំងអន្តរាគមន៍ក៏ដូចជាគ្មានអស់លោកចៅសកាត់រងចតុបទី1ចតុបទី2ហើយគ្មានទំនាក់ទំនងដើម្បីបានព័ត៌មានអន្តរាគមន៍ពីរថយន្តពលុតអគ្គិភ័យផ្សារយើងមិនឆេះតែប៉ុណ្្នឹងទេហើយគ្រួសារប៉ុណ្្នឹងក៏គិតថាមិនច្រើនទេបើឆេះក្នុងផ្សារនេះគឺជារឿងមួយដែលកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់លោកជំទាវកតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនយើងនឹងខិតខំបន្តទៅទៀតដើម្បីធ្វើអ្វីដើម្បីរៀបចំបង្ហាត់វឹកបងប្អូនកូនក្មួយដែលជាយុវជនកាកបាទក្រហមក៏ដូចជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមដើម្បីគាត់ចេះការងារនឹងកាន់តែជំនាញដើម្បីមានលទ្ធភាពជួយជនរងគ្រោះរបស់យើងឲ្យជៀសផុតពីការបាត់បង់ជីវិតនេះមិនមែនជាលើកទី1នោះទេដែលប្រទេសកម្ពុជាជួបគ្រោះអគ្គិភ័យបែបនេះវាតែងតែកើតឡើងជាញឹកញាប់នឹងគ្រប់ទីកន្លែងនៅពេលដែលមនុស្សមិនមានការប្រុងប្រយ័ត្នឬការធ្វេសប្រហែសដោយប្រការណាមួយហើយជារៀងរាល់លើកនោះកាកបាទក្រហមកម្ពុជាតែងតែជួយសង្គ្រោះជានិច្ចចំពោះជនរងគ្រោះទាំងឡាយណាដែលជួបនឹងបញ្ហានោះទោះតិចក្តីឬច្រើនក្តីហើយខ្ញុំគិតថាពីពេលនេះតទៅមុខទៀតយើងនឹងខិតខំធ្វើយ៉ាងណា
សហការជាមួយនឹងគ្រប់លំដាប់ថ្នាក់នៃអង្គភាពកាកបាទក្រហមតាំងពីថ្នាក់ជាតិដល់ថ្នាក់ខេត្តរាជធានីថ្នាក់ខណ្ឌថ្នាក់ស្រុករៀបចំឲ្យបានល្អហើយក៏ជាប្រការមួយដែលជាមោទនភាពរបស់កាកបាទក្រហមហើយក៏សូមអរគុណដែរចំពោះបណ្ដាញសារព័ត៌មានទាំងឡាយដែលមានវិទ្យុមានទូរទស្សន៍គ្រប់ស្ថានីយ៍ដែលបានតែងទៅចូលរួមជាមួយនឹងការចែកចាយក៏ដូចជាចូលរួមសកម្មភាពរបស់កាកបាទក្រហមហើយកាកបាទក្រហមកម្ពុជាតែងបានទទួលយកមីឌាគេហៅថាប្រព័ន្ធអ្នកផ្សព្វផ្សាយព័ត៌មាននឹងជាដៃគូហើយបើគ្មានប្រព័ន្ធព័ត៌មាននេះទេយើងក៏ពិបាកធ្វើការពីព្រោះឧទាហរណ៍យើងមកចែកអញ្ចឹងបានបងប្អូនដែលជាអ្នកថតទូរទស្សន៍បានអ្នកយកព័ត៌មានយកទៅផ្សព្វផ្សាយតាមស្ថានីយ៍អានោះវាអាចដូចជាដាស់សតិស្មារតីឲ្យប្រជាពលរដ្ឋយើងដែលគាត់មានលទ្ធភាពដែលគាត់មិនទទួលការរងគ្រោះនោះបានចែករំលែកនៅធនធានដល់បងប្អូនយើងដែលរងគ្រោះនេះផងអានោះវាជាគោលនយោបាយគៀកោរកធនធានដើម្បីកាកបាទក្រហមកម្ពុជាបន្តបាននៅការងារមនុស្សធម៌របស់ខ្លួនក្នុងការសង្គ្រោះឯកឧត្តមប៉ាសុចិតវង្សប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានមានប្រសាសន៍ថានេះជាការរួមចំណែករំលែកទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថ្មីត្បិតតែនេះជាអំណោយបន្តិចបន្តួចក៏ពិតមែនប៉ុន្តែនេះគឺជាទឹកចិត្តអាណិតអាសូរដល់បងប្អូនដែលជាន់រងគ្រោះគូបញ្ជាក់ផងដែរថាអំណោយសង្គ្រោះដែលផ្ដល់ជូននាពេលនេះរួមមានអង្ករមីត្រីខទឹកសុទ្ធមុងភួយនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតព្រមទាំងថវិការបស់លោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចំនួន 10,000 រៀលក្នុងមួយគ្រួសារចាតែខ្ញុំនៅពីក្រោមគេពីលើឆេះធ្លាក់មកចាខ្ញុំទូទេបើនៅពីក្រោមចាគេធំគេធ្លាក់មកអាធ្វើទាំងឆេះហ្នឹងវាធ្លាក់មកប៉ុន្តែអត់សូវអីឯក្មួយបើខាត់បងកន្លែងលក់ដូរនៅផ្សារឆេះអស់អាលីងចាកន្លែងខ្ញុំលក់ជ្រក់លក់ផ្អកលក់ប្រហុកអីហ្នឹងប៉ុន្តែកូនលក់នៅផ្សារហ្នឹងឆេះអស់ត្រីញៀតត្រីឆ្អើហ្នឹងទុកយកមកមិនទាន់បានលក់ផងឆេះអស់លីឡារត់ទៅមើលម្ដាយផ្ទះនេះឆេះអស់បើអស់ច្រើនហ្មងយើងរកស៊ីមកណាបងណាឆាប់ឆេះផ្ទះជាប់នឹងខ្ញុំអ្នកជួយបដូរផងទៀតចេញប៊ីងងាប់កូន3នាក់ទៀតសុំឲ្យបងជួយយើងអាឡានពលតគីភ័យហ្នឹងវាតាចូលដល់កន្លែងណាបាញ់កន្លែងនោះកុំកន្លែងហោះកន្លែងលុយដល់គ្នាអត់លុយឆេះអស់ហ៎ខ្ញុំនិយាយថងប៉ុណ្ណឹងប៉ុន្តែឡានមួយតែចូលតាមផ្លូវច្រកសកាត់នេះអត់បាញ់សោះហើយចេញវិញថាអត់មានទឹកមានអីហ្នឹងសូមតាបងជួយចាក់សាយកន្លែងហ្នឹងឲ្យផងឡានយើងពលតគីភ័យហ្នឹងសូមឲ្យសម្ដេចជំទាវទាញតកូនទាញអីមិនបានទេសូមឲ្យលោកជំទាវជួយដោះស្រាយរឿងឡានពលតគីភ័យហ្នឹងបាទ ជាការពិតណាស់សុភាសិតបុរាណខ្មែរតែងតែពោលថាស៊ូស្លាប់បាកុំឲ្យតែស្លាប់មេលិចទូកកណ្ដាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះមានន័យថាប្រសិនបើផ្ទះរបស់បងប្អូនប្រជាពលរដ្ឋទៅคล้ายទៅជាចំណីរបស់អគ្គិភ័យហើយនោះទ្រព្យសម្បត្តិផ្សេងៗនៅក្នុងគេហដ្ឋានត្រូវវិនិច្ឆ័យហោចបាទដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆាបឆេះដោយអគ្គិភ័យនេះដោយមុននឹងចាក់ចេញទៅណាមកណានោះសូមពិនិត្យឲ្យបានច្បាស់លាស់ដូចជាភ្លើងទៀនភ្លើងធូបនៅក្នុងគេហដ្ឋានរបស់អស់លោកអ្នកអរគុណទស្សនិកជនដែលបានតាមដានទស្សនានៅបទយកានេះឱកាសក្រោយយើងនឹងមានបទយកាថ្មីៗមកជម្រាបជូនទៀតនៅពេលនេះខ្ញុំបាទនិងក្រុមការងារសូមអរគុណសូមជម្រាបលា